មកដល់ចំការទុរេននៅសំឡូតចឹងតើចងវាចឹងដើរចងគ្រប់ទៅដើមទៅចឹងចំការទុរេននៅសំឡូតបងប្អូនការនេះមានប្រមាណហិកតាដែរអញ្ចឹងហ៎ដើមនេះល្អឡាយតាំងពីនៅលើដីរហូតដល់ចុងបាទនេះបានហៅទុរេន 100% ជាទុរេនខ្មែរបាទនៅសំឡូតនៅក្រោមដើមទុរេនក៏សម្បូរមាន់ដែរមានមាន់គោកមានមាន់បដើកូនគុកក្រនៅចំការនេះមិនមែនមានតែទុរេនទេមានតាំងពីដើមមានតាំងពីដើមខ្នុរនេះគឺដើមមានបាទ
มันก็เล่าใหญ่ขโมยก่อน นี่คือดำอมเปิล